พอยำจอมาเพื่อวิจัยนะใบมันชูรจำให้กินยำปอมาสู้เด้อ cái bài mà chu rong chăm นั่งไง bài chu rong chăm điệt chu rong chăm điệt นั่งไงแล้วหายวิจัยมากกว่าสตีบาอาจริงมั้ยบาลุยเทะเกนั่ง still ấy cái สตีบาอาจ still cái bà ai điệt ខ្ញុំមិនហៅខ្ញុំថាចេះ អត់មានទេ គេឆេម៉ែបាយ អត់មានទេពេលឯង chơi ពេល thằng ông chơi thằng mấy គាត់ពេលហ្នឹងខ្ញុំថាចេះបាយបាយឆាយមិនជួយសាសាពេលហ្នឹងគាត់មានរឿងខ្ញុំតាំងពីព្រឹក វាចាយ ដល់ពេលហើយគាត់បើដើរមកវិញមកពីអ្នកគ្នាគាត់ក៏ចេះចេះ ហើយគាត់និយាយ មិនជួយសាសាក្បាលថ្ងៃមិនមិនចុយម្លាយ ôn song say song sao này khăng song xa quạt đấy ban tôi thiệt song xa quạt chứ ដំបងសង្សារគាត់សង្សារអាបងមួយនោះអាបងមួយនោះអាបងមួយនោះគាត់ចាក់បាសហើយខ្ញុំគាត់ទៅគួរបន្ទប់ធម្មតាណាប៉ុន្តែម្នាក់ស្រីហ្នឹងគាត់ឆ្លោតមកហ្មង ឆ្លុះគ្នាផ្អើលប្រិមិត្តបាទឥឡូវនេះករណីដំបងនឹងតាមការបច្ចៈគឺដោយសារតែរឿងចាក់បាសបាទស្រីស្រីគាត់ឆ្លុះគ្នាតាំងពីថ្ងៃនឹងមិនអស់ចិត្តបាទសង្សារមកខាងទៀតបាទក៏ទៅធាក់ជាមួយនឹងម៉ូតូបណ្ដាលឲ្យដួលទៅធាក់សង្សារមកខាងទៀតណាប្រិមិត្តអូនអញ្ចឹងរឿងរ៉ាវដំបងនេះផ្ដើមដោយសាររឿងចំនួនស្រីស្រីនេះទេអូនឬមកក៏មិន បាទរឿងស្រីស្រី អូសង្សារไหนឆ្លុះគ្នាទេ អត់ទេខ្ញុំមកលេងបងខ្ញុំវាស្រីស្រីស៊ូគ្នាមួយបងខ្ញុំស្រីស្រី đường chạ ba nữa này បាទ ដល់ពេល អាពេលវាដេកវាលោឡាដែរដល់ពេលវាដេកអានេះចាក់បានតិចហ្នឹងហើយក៏វាមកស៊ូគ្នាទៅ ម៉ោងណាចាក់បាសម៉ោង9ជាងហើយ មកគួរ10ព្រឹក con ហ្នឹង khá nó mấy cái tha miền ba tầng ngáo thế ញ៉ាក់ក្បាលទាំងហាក្បាលអត់សក់អាដោះសក់តិចតិចហ្នឹងគ្នាវា ស្គាល់ក្បាលដងនឹងច្បាស់អត់ អត់ទេស្គាល់តានេះឆ្នាំតាសក់វាអត់មាន ba tầng ngáo nó nẹt thế បាទវាជី3នាក់អាសងភ័យមើលអត់អា Facebook score này ឃើញមុខស្គាល់តែវារត់បាត់ហើយហ្នឹង rốt trâu nó nâng ấy ឃើញដូចចូលហ្នឹងតាណាបាត់ហើយ អញ្ចឹងបានន័យថាពួកស្រីស្រីនឹងឆ្លុះគ្នាបាទមិត្តភក្តិគេនោះអត់សប្បាយចិត្តក៏មកធាក់ម៉ូតូ គាត់តែគាត់ជី3នាក់តែគ្នាគាត់អ្នកធាក់ខ្ញុំឥឡូវរត់បាត់ហើយ ធាក់ម៉ូតូណែងហ្មង ហ្នឹងហើយនិចខ្ញុំ ដួលអត់ដួលអត់ ដួលមកដួល យកឡើងដួល 3នាក់ bay nè បាទ ấy giờ này ខ្ញុំ2នាក់បងខ្ញុំ pi nè បាទ chả hồ tên pi nè thì đây 2នាក់ទៀតរត់បាត់ហើយតែទៅលើមួយនៅនេះមួយ ធាក់តាំងពីណាមក នេះខ្ញុំទៅទិញប្រៃមុខធាក់ខ្ញុំដួលហ្មង មានធ្លាប់មានចំនួនពីមុន មុន មក ខ្ញុំទៅមកលេងបងខ្ញុំថ្ងៃហ្នឹងហ្នឹងនេះ អូចាំមុខច្បាស់មកណា បាទខ្ញុំចាប់ ឥឡូវប្រកាសបានអត់ នេះ បាន គាត់អ្នក3នាក់អ្នកធាក់បានប្រកែកមិន theo mà mình nè ខ្ញុំទិញប្រៃមុខគាត់ធាក់ ឥឡូវណាគ្នាណែង គ្នាគាត់រត់អស់ហើយឲ្យគាត់ហៅគ្នាគាត់មកវិញ lại đây lớn គ្នាគាត់ចូលក្នុងមួយ trong năm mươi បាទ ba nè បាទ cho con chi này ខ្ញុំភីទួមុខស្បាប់គាត់ទីក្រោយគ្នាគាត់អ្នកធាក់កដាល bên nó bán trên đâu nha bay theo rồi rồi còn cái thằng bán thế để còn ចេញមកអីគេស្ទីវអីគេហត់ធាក់គេណា21អត់ហៅមុខ ពីមុនមក អត់លេងស្គាល់មកលេងបងខ្ញុំនេះ ចាំឡើយសួរគាត់ច្បាស់មើល អត់ទេខ្ញុំ មកឥឡូវចង់មិនចង់មិន ខ្ញុំចង់ដាក់ពីម្ដងហ្មង ចង់ដាក់ពីម្ដង បាទចង់ដាក់ពីម្ដង ដឹងមក ដឹងពីបត់អីដែរមើលទៅ បត់ធាក់ខ្ញុំហ្មងខ្ញុំអត់ដឹងអីលេងធាក់ខ្ញុំមិនខ្ញុំឈួតឥឡូវថ្ងៃឆែកកាមេរ៉ាតាមផ្លូវមើលកាមេរ៉ា ហើយច្បាស់ថាម្នាក់ហ្នឹងណា គ្នាគាត់ទីក្រោយគ្នាក៏ម្នាក់ទេនៅកណ្ដាលអ្នកធាក់គ្នាគាត់3នាក់ម្នាក់ទេរត់បាត់ហើយហ្មង អ្នកទីរត់បាន អើមិនអាចតាមញ៉ាំ អាហ្នឹងអាចក្បាលងោអាចហ្នឹង អូក្បាលដងទៀត បាទក្បាលងោផ្លាស់អាចហ្នឹង អត់មានសក់សោះហ្មងមើលមិនចាំច្បាស់ហ្មង វានៅក្នុងវាចូលក្នុងនេះ អរ៉ាជីសុកធាក់ហ្មង បាទនេះឈប់ទិញប្រៃធាក់ខ្ញុំដល់ មើលលើណាម៉ូតូណៃម៉ូតូណៃមួយណាហ្នឹងម៉ូតូហ្នឹង បាទ អូធាក់ឡើងប្រឡាក់ផុកដួលអស់ហ្នឹង ធាក់ឡើងហ្នឹងហ្មង មានត្រូវធ្ងន់ធ្ងរ ខ្ញុំចោះទិញប្រៃទៅមកធាក់ខ្ញុំដល់បងខ្ញុំអត់ចោះធាក់ខ្ញុំដួលហើយគាត់ជីលឿន ស្គាល់ពូនឹងពីមុនមក អត់ដែរស្គាល់បងព្រោះខ្ញុំគាត់ទៅមកនេះ ធ្លាប់ឆ្លុះគេ អត់ទេមកដែរឆ្លួយ អត់ដែរឆ្លុះទេ បាទ ខ្ញុំមិនហៅខ្ញុំថាចេះ អត់មានទេ គេឆេម៉ែបាយ អត់មានទេពេលឯង ចេះថា ពេល អូនចេះថាមិន គាត់ពេលហ្នឹងខ្ញុំថាចេះបាយបាយឆាយមិនជួយសាសាពេលហ្នឹងគាត់មានរឿងខ្ញុំតាំងពីព្រឹក វាចាយ ដល់ពេលហើយគាត់បើដើរមកវិញមកពីអ្នកគ្នាគាត់ក៏ចេះចេះ ហើយគាត់និយាយ មិនចូលសាសាក្បាលថ្ងៃមិនមិនចុយម្លាយក៏ឲ្យខ្ញុំសួរថាចេះណាចេះចេះម៉ែខ្ញុំហើយពួកម៉ែខ្ញុំក៏ ឥឡូវចង់សួរថាមិនបានតាក់តងជាមួយនឹងអូន3នាក់នោះគេធាក់ម៉ូតូនោះវិញ ពួកម៉ែខ្ញុំមួយនេះខ្ញុំគាត់មក9គ្នាទៅក្លឹបទេមកនេះទេបងហើយអត់បានពាក់ព័ន្ធជាមួយនឹងបងមួយថាត្រូវធាក់ម៉ូតូហ្នឹងទេហើយគ្នាជិះក្រោយគ្នាមានដឹងអីផងហើយគាត់ថាពួកម៉ែខ្ញុំអ្នកធាក់ អញ្ចឹងអ្នកធាក់ថាពួកម៉ាក់ខាងនេះអ្នកធាក់ ចា ហើយអូនឯងថាពួកម៉ាក់ខាងនោះគ្នាអូនឯងវិញ អត់ទេគ្នាណាពួកខ្ញុំពួកម៉ាក់ខ្ញុំមានណា អ្នកដែលត្រូវគេធាក់ហ្នឹង សង្សារខ្ញុំ សង្សារអូនឯងមកអូនសង្ស័យសង្សារអូនឯងខឹងសង្សារគាត់ទេបានទៅធាក់សង្សារគាត់អញ្ចឹង តាមហេតុផលឲ្យតាន់ខ្ញុំនិយាយហេតុផលរឿងហ្នឹងតាំងពីដំបូង បាទ ដំបូងសង្សារគាត់សង្សារអាបងមួយនោះអាបងមួយនោះអាបងមួយនោះគាត់ចាក់បាសហើយខ្ញុំគាត់ទៅគួរបន្ទប់ធម្មតាណាប៉ុន្តែម្នាក់ស្រីហ្នឹងគាត់ឆ្លោតមកហ្មងហើយម្នាក់ផងហ្នឹងគាត់ឆ្លោតហើយខ្ញុំមកប្រាប់អ៊ំម្ចាស់ផ្ទះហើយអ៊ំម្ចាស់ផ្ទះគាត់ថាហើយគាត់គេទៅប្រាប់ប៉ុណ្្នឹងសោះមកធ្វើច្រឡោតដាក់គេគាត់ច្រឡោតរកវាយខ្ញុំម្ដងតែពេលហើយខ្ញុំពេលថ្ងៃឈប់សិនខ្ញុំនិយាយដើមហេតុរឿងហ្នឹងសិន
ហើយខ្ញុំថាពួកម៉ាក់ខ្ញុំឡើងមកលើបន្ទប់លើ បាទ ហើយគាត់ចែយើងហ្មងហើយគាត់ថាយើងហើយទៅពេលខ្ញុំសម្រាប់អ៊ំចាស់ទេមកសម្រួលតែគាត់ឆ្លើយហ្មងគាត់និយាយមួយមនុស្សចាស់ហើយគាត់និយាយយកទៅហៅផលធ្វើរបស់គាត់ហើយគេទៅប្រាប់គាត់ស្រួលតែរឿងហ្នឹងថាពេលយប់នេះពេលមានរឿងនេះខ្ញុំថាពួកម៉ាក់ខ្ញុំបបួលទៅក្លាប់ទេ បាទចុះពួកម៉ាក់ណៃនឹងបានធាក់គេអត់បានធាក់សង្សារគាត់អត់ អត់បងអត់មានបានធាក់សង្សារគាត់ទេ ចុះឥឡូវគាត់អាងថាគាត់ត្រូវគេធាក់នេះលើគាត់អា អ ង ត់មាន ថា បាន គាត់ ធា ត្រូវ ក់ គេ គាត់ទេ ធាក់ បង អូនអញ្ចឹងរឿងរ៉ាវដំបងនេះផ្ដើមដោយសាររឿងចំនួនស្រីនេះទេអូនឬមកក៏មិន បាទរឿងស្រី អូសង្សារណៃឆ្លោះគ្នាទេ អត់ទេខ្ញុំមកលេងបងខ្ញុំវាស្រីស៊ូមួយបងខ្ញុំស្រី រឿងចាក់បាសហ្នឹងឯង បាទ ដល់ពេល អាពេលវាដេកវាលោឡាដែរដល់ពេលវាដេកអានេះចាក់បាសបន្តិចហ្នឹងហើយក៏វាមកស៊ូគ្នាទៅ ម៉ោងណាណាចាក់បាសម៉ោង9ជាងហើយ មកគួរ10ព្រឹក គាត់ ហ្នឹង ខាងនោះមិនគេថាអត់មានអាក្បាលតងោទេ ញ៉ាំក្បាលទាំងក្បាលអត់សក់អាដោះសក់តិចហ្នឹងគ្នាវា ស្គាល់ក្បាលតងោនឹងច្បាស់អត់ អត់ទេស្គាល់តានេះឆ្នាំតាសក់វាអត់មាន ប៉ុន្តែអាក្បាលតងោហ្នឹងអ្នកធាក់អី បាទវាជី3នាក់អាសង21អត់អា ឃើញមុខស្គាល់ទេ ឃើញមុខស្គាល់តែវារត់បាត់ហើយហ្នឹង រត់ចូលក្នុងហ្នឹងអី ឃើញដូចចូលហ្នឹងតាណាបាត់ហើយ អញ្ចឹងបានន័យថាពួកស្រីនោះឆ្លោះគ្នាបាទមិត្តភក្តិគេនោះអត់សប្បាយចិត្តក៏មកធាក់ម៉ូតូណៃហ្មង ដំបងម្ចាស់ផ្ទះនិយាយដោះស្រាយហើយ បាទ ដល់ពេលខ្ញុំចុះទៅមុខពលានវិញខ្ញុំចុះមកនេះបន្ទប់វានៅក្រោមនេះพอខ្ញុំចុះមកនេះវានិយាយថាបាយមកឈូសរចាំហើយខ្ញុំបោមកសួរទៅ គេបាយមកឈូសរងចាំ ហ្នឹងហើយ ចូលបាយឈូរងចាំទៀត ឈូសរងចាំទៀត បាទ សាហាវណា ហ្នឹងហើយ ពីណាអ្នកនិយាយឲ្យអូនក្បាលតងោឬមកមិន ស្រី អូស្រីណា បាទ ដល់ពេលអញ្ចឹងអាប្រុសអត់សប្បាយចិត្តក៏ទៅធាក់អូនឯងហ្មង ហ្នឹងហើយឥឡូវហៅវាចេញមកពួកអាស្ទីលក្បាលអាចហ្នឹងមែនបាទអាលួចធាក់គេហ្នឹង ស្ទៀវអីគេ ស្ទីលក្បាលអាច ស្ទៀវក្បាលអាចទៀតហើយយោងទៅតាមការបញ្ជាក់ហ្នឹងករណីខាងលើនេះបាទកើតឡើងតាំងពីថ្ងៃមិញឯណោះតាក់ទងទៅនឹងរឿងចាក់បាសមិនទេប្រិមិត្តបាទស្រីគាត់ឆ្លោះគ្នាអញ្ចឹងណាប្រិមិត្តបាទគាត់ជាក់ស្ដែងបាទខាងសង្សារខាងប្រុសមកខាងទៀតក៏បាទធ្វើសកម្មភាពទៅធាក់ជាមួយនឹងសង្សាររបស់ខាងស្រីមកខាងទៀតផងដែរបណ្ដាលឲ្យដួលម៉ូតូបាទឥឡូវនេះបកឲ្យមានភាពញាក់ផ្អើលអ៊ូអរនៅទីតាំងកន្លែងផ្ទះជួលមកកន្លែងនឹងផងដែរប្រិមិត្តបាទបញ្ជាក់បងប្អូនករណីហេតុការណ៍ខាងលើនេះគឺបានកើតឡើងនៅវេលារំលងអាត្រិតបាទនៅវេលាម៉ោង 11:50 នាទីបាទថ្ងៃទី 7 ខែកក្កដាឆ្នាំ 2026 នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខផងដែរប្រិមិត្តបាទប្រិមិត្តខាងករណីខាងលើនេះយ៉ាងណាយើងនឹងទុកទូនាទីឲ្យកម្លាំងសមត្ថកិច្ចលោកធ្វើតាមជំនាញចោះដោយសារតែមានការបង្កទៅជាហិង្សាធាក់ម៉ូតូធាក់អីចឹងទៅបាទអរគុណសម្រាប់ការតាមដានទស្សនាព័ត៌មានបើសិនជាមានកន្លែងខុសតខ្វះខាតសូមប្រិមិត្តខន្តីអភ័យទោស